ជំរាបសួរពុកម៉ែបងប្អូននិយមតាមដាន Channel YouTube នាងខ្ញុំថ្ងៃនេះដែរនាងខ្ញុំចេញវីដេអូបង្ហាញពីវិធីសាស្ត្រងាយៗឲ្យបងប្អូនទស្សនាពីការចិតប្រទាលកន្ទុយកពើងាយៗអញ្ចឹងណាបងប្អូនបើសិនជាបងប្អូនមានប្រទាលកន្ទុយក្រពើចង់ធ្វើទឹកបរិភោគនៅផ្ទះខ្លួនឯងវីដេអូនេះដែរខ្ញុំសូមបង្ហាញវិធីងាយៗដល់បងប្អូនគឺយើងគ្រាន់តែយកប្រទាលកន្ទុយកពើចិតសម្បកប៉ុន្តែនៅពេលដែលយើងចិតសម្បកយើងអត់ត្រូវចិតទាំងអស់ឲ្យបងប្អូននៅពេលដែលយើងចិតទាំងអស់គឺវារអិលអញ្ចឹងវិធីសាស្ត្រនេះដែរយើងគ្រាន់តែចិតសម្បកតែមួយចំហៀងបានហើយបងប្អូនដើម្បីកុំឲ្យវារអិលខ្លាំងបងប្អូនចាអញ្ចឹងហើយយើងចិត្តសម្បកមួយចំហៀងរួចយើងអង្កន់ជាចំណិតតូចទៅតាមចំណង់ចំណូលចិត្តរបស់បងប្អូនណាព្រោះថាប្រទាលកន្ទុយកពើវារអិលខ្លាំងនៅពេលដែលយើងចិត្តសម្បកអស់ទៅវារអិលពិបាកក្នុងការចិត្តណាបងប្អូនចាបើសិនជាបងប្អូនបានតាមដានទស្សនាវីដេអូនាងខ្ញុំនឹងដឹងវិធីសាស្ត្រនេះផងដែរចាយើងគ្រាន់តែមានស្លាបព្រាមួយគឺងាយស្រួលសម្រាប់បងប្អូនចាយើងចិតជាចំណិតតូចហើយយើងគ្រាន់តែយកស្លាបព្រាយកមកកោសមកគឺរួចជាស្រេចទេបងប្អូនចាអញ្ចឹងយើងចង់បានជាចំណិតតូចឬក៏ធំអីទៅតាមចំណង់ចំណូលចិត្តរបស់បងប្អូនចាយើងអាចចិតទៅតាមចំណង់ចំណូលចិត្តរួចហើយយើងយកស្លាបព្រាចាយកមកស្លាបព្រាហ្នឹងយកមកកោសមកបងប្អូនកោសចេញពីសម្បកមកឃើញទេបងប្អូនចាវាអត់ល្អិលទៀតទេវាងាយសម្រាប់បងប្អូនដែលគាត់និយមធ្វើទឹកប្រទាលបរិភោគនៅផ្ទះបងប្អូនចាងាយបំផុតចាអរគុណសម្រាប់តាមដានទស្សនាវីដេអូនាងខ្ញុំតាំងពីដើមរហូតដល់ចប់ហើយក៏សូមជូនពរដល់បងប្អូនដែលតាមដានទស្សនាវីដេអូនាងខ្ញុំឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនបំណងប៉ងប្រាថ្នាអ្វីសូមឲ្យបានសម្រេចដោយការប៉ងប្រាថ្នាចាសូមអរគុណសូមជម្រាបលាបងប្អូនទាំងអស់គ្នា